2 ត្រូវ add service DNS ឬក៏ add service DHCP ចឹងក្នុងការ add service គឺយើងចូលទៅក្នុង setting control panel ចឹងខ្ញុំសូមប្រៀបធៀបថាមុននឹងយើងមិនទាន់ add service តើវាមានអ្វីនៅក្នុង administrative tool ចឹងនៅក្នុង administrative tool នេះពាក្យថា DNS និង DHCP វាអត់ទាន់មានទេចឹងខ្ញុំត្រូវ add service វាដោយចូលទៅក្នុង setting control panel យកពាក្យថា add remove program ហើយយកពាក្យថា add remove window component ខ្ញុំសូមខ្វែងចោលចំណុចនេះខ្វែងចោលបាទសូមរងចាំបន្តិចចឹងខ្ញុំចង់ add service DNS ចឹង service DNS វាស្ថិតនៅក្នុង networking service ដោយចុចលើពាក្យថា detail នៅក្នុងនោះមានពាក្យថា domain name system គឺ DNS DHCP internet association service ឬក៏ WinS ជាដើមចឹងនៅចំណុចហ្នឹងគឺខ្ញុំចង់បានតែ DNS មួយទេគឺខ្ញុំthíchយកតែ DNS ហើយខ្ញុំអូខេបន្តមកទៀតនៅត្រង់កន្លែង internet នេះយើងត្រូវដោះចេញចំពោះលើ server 2003ចឹងយើងដោះចេញពីព្រោះអីនៅពេលដែលយើង browse internet ម្ដងគឺវា scan ចឹងកន្លែងនេះដោះចេញចុច next សូមរងចាំបន្តិចចឹងក្នុងនៅពេលដែលយើង add service បន្ថែមវាត្រូវការ CD Windows 2003ដើម្បីឲ្យវា add service របស់វាចឹងចំណុចនេះគឺវារក CD Windows 2003ឃើញប៉ុន្តែខ្ញុំបាន copy folder i386 របស់ Windows 2003ចូលទៅក្នុងម៉ាស៊ីន server តែម្ដងដែលយើងចុចទៅលើ browse ហើយរកទីតាំងដែលយើងដាក់នេះគឺជា folder i386 ដែល copy ចេញពី Windows 2003 server បាទ file របស់វា open អូខេពេលនោះវានឹងបន្តទៅទៀតបានបញ្ចប់ finish ដល់មកខ្ញុំចុចទៅលើ start program administrator អញ្ចឹងគឺខ្ញុំមាន DNS ខាងក្រោមអញ្ចឹងខ្ញុំឲ្យសំដៅលើចំណុចណាមួយមកយក sort by name គឺវាតម្រៀបទៅខាងលើវិញនេះអញ្ចឹងគឺ service DNS ដែលយើងបានទៅបង្កើតបាទអញ្ចឹងរាល់ service ផ្សេងៗដូចជា DHCP WinS IIS ហ្នឹងគឺយើង add រួមដូចគ្នាអញ្ចឹងក្នុងការ add service ត្រូវបានបញ្ចប់ទៅត្រឹមនេះ